នេះជាវីដេអូដំណើរកំសាន្តរបស់ខ្ញុំទៅលេងទឹកធ្លាក់វាលសែងហើយការធ្វើដំណើរទៅលេងរយៈពេល1យប់2ថ្ងៃហើយក៏មានសកម្មភាពជាច្រើនដូចជាដាក់មងដាក់ស្ទួចនិងបបកត្រីបានត្រីធំធំមែនតើបងហើយទឹកធ្លាក់របស់យើងក៏ឃើញថាស្អាតមែនតើបងប្អូនពោពេញទៅដោយថ្មធម្មជាតិហើយតាមផ្លូវរបស់យើងក៏មានកន្លែងណាលំបាកកន្លែងណាក៏ស្រួលអញ្ចឹងបងប្អូនកុំភ្លេចតាមដានទស្សនាខ្ញុំវីដេអូពេញទាំងអស់គ្នាជម្រាបសួរនិងសួស្តីដល់ពុកម៉ែបងប្អូនអស់គ្នាហើយនេះគឺជាសកម្មភាពដែលខ្ញុំចេញពីផ្ទះខ្ញុំហើយផ្ទះខ្ញុំនៅឃុំតាតេលើស្រុកថ្មបាក់ហើយតាមទៅផ្លូវយើងរឿងបាក់បន្តិចព្រោះខែនេះជាខែភ្លៀងខែវិសាអញ្ចឹងក៏ម៉ូតូខ្ញុំអត់កាត់ដបោបុកអញ្ចឹងក៏ខ្ចាយប្រឡាក់មុខតាមដីភក់ឲ្យយើងមកដល់ឡើងថ្មបាំងអញ្ចឹងយកក្តារសយុទ្ធមុខវ៉ាវសិតដីមកខ្ញុំបាទក្តារសនឹងទៀតត្រូវគ្នាបាច់បដ រួចប៉ុណ្ណឹងយើងក៏ធ្វើដំណើរចេញទៅមុខទៀតក៏ឃើញម៉ូតូបងប្អូនគាត់អ្នកធ្វើដំណើរក៏ខូចក៏អូម៉ូតូគាត់យកទៅដាក់ជាងនៅឯតាមភូមិរួចប៉ុណ្ណឹងក៏ខ្ញុំធ្វើដំណើរទៅមុខទៀតមកដល់កន្លែងនេះគឺដល់កន្លែងផ្លូវចូលយើងក៏ប្រែមងលីឲ្យមងលីជិះម៉ូតូទៅមុខក៏ប៉ិតផ្លូវចូលក្រោយនេះប្រែងគាត់លេងទៅបងប្អូនហើយមានណាមកដល់កន្លែងនេះជិះចូលគាត់ចាំមុខមានណាមកដល់ហ្នឹងរៀងអន់ចិត្តដែរធ្វើស៊ីលេងសង្លីជាអន់ចិត្តឯណាគាត់ទេណាប៉ុន្តែជើងនេះអាណិតគាត់ណាបងប្អូនអើយជើងនេះម៉ូតូគាត់អស់កវ៉ាត់ផងអស់ប្រេងសិនគៀងផងហើយម៉ូតូទៀតអស់ស្បែកទៀតនិយមជើងនេះខ្ញុំអូសគាត់តាំងពីស្ទឹងហើយច្រាំងលំបាកមែនតើបងប្អូនម៉ូតូខ្ញុំអាសង់នេះសង់03រីចាស់ដែរអូម៉ូតូគាត់ហ្នឹងអូដល់ក៏និយាយរួមម៉ូតូគាត់អស់ស្បែកក៏ឆេះដេកឆេះប៉ុន្តែគេថាដេកឆេះដាក់លេខអត់ចូលដាក់លេខអត់តាក់ស្បែកអញ្ចឹងក៏អូម៉ូតូគាត់ឡើងច្រាំងមករុញហត់និយាយរួមជើងនេះធ្វើបាបមលានឹងប្រូត្រាមែនតើបងប្អូនដូចបងប្អូនឃើញអញ្ចឹងបងប្អូនហើយឌីឈីមតូដួលផងអីផងហើយចុះទឹកអូមកដួលទៀតអូនិយាយថាបតនាមតែលីនេះដល់ក៏និយាយរួមថាតកងថ្មីគាត់ដែរជិះផ្លូវចឹងហើយយមតោគាត់ជិះផ្លូវចឹងល្អិលហើយផ្លូវយើងច្រាបល្អិលស្អិតណាកន្លែងហ្នឹងសុទ្ធដីច្រាមដីស្អិតបងប្អូនហើយអញ្ចឹងហើយបងប្អូនដែលថាចង់មកលើនេះផ្លូវឡើងហ្នឹងហើយដែលថារឿងលំបាកបន្តិចប៉ុន្តែក្រុមហ្នឹងអត់សូវបាក់ប្រហែលទេបងប្អូនរឿងស្រួលមួយយ៉ាងទេតែតាមពិតផ្លូវហ្នឹងខ្ញុំអត់ដែរមកមែនបងប្អូនមកជាលើកទី1មួយគាត់ដូចគ្នាប៉ុន្តែឮថាផ្លូវហ្នឹងផ្លូវផ្លឹងផ្លូវស្រួលតែមែនផ្លូវផ្លឹងផ្លូវស្រួលមែនបាក់តែម៉ូតូបាក់តែមនុស្សយើងដើរធ្វើដំណើរជិះតាមផ្លូវអីថាមែនសួរគេថាផ្លូវមានអីផ្លូវផ្លឹងមែនហើយយើងមកដល់កន្លែងនេះឃើញថាវ៉ាវលោកអើយទេសភាពឃើញស្អាតមែនតើគេលេខមើលកន្លែងទឹកធ្លាក់នេះវិញដល់ក៏ខ្ញុំមិននឹកស្មានថាមកដល់កន្លែងនេះមានទឹកធ្លាក់ស្អាតណាស់ហ្នឹងតើខ្ញុំមានគេប្រាប់ដែរថានៅនេះមានទឹកធ្លាក់ស្អាតហើយក៏បឹងនៅកន្លែងស្ទឹងនេះកន្លែងទំនប់ហ្នឹងគឺត្រីក៏សម្បូរដែរមកគប់ត្រីបានចែកដល់នេះបងប្អូនហើយមកប៉ះភ្លៀងជប់គ្នាគ្មានបានគប់ត្រីទេទៅបីលើនេះបានអង្គុយមកតិចណាភ្លៀងទៀតបងប្អូនភ្លៀងទៀតបានបងម្ចាស់បោគាត់មកទៅបាននឹងខ្ចីបោគាត់និយាយថាខ្ចីបោគាត់មកជិះកន្លែងទឹកធ្លាក់នោះក៏ស្ទួចបានត្រីមួយប៉ុន្តែយើងក៏រៀបអីវ៉ាន់ដាក់លើបនដើម្បីជិះទូកទៅកន្លែងទឹកធ្លាក់ហ្នឹងហើយយើងក៏រៀបអីវ៉ាន់រួចដាក់ទូករួចក៏យើងធ្វើដំណើរជិះទូកចេញទៅហើយក៏ជិះទូកមកបន្តិចប្រហែលជា3នាទីក៏គៀកកាន់តែគៀកកន្លែងទឹកធ្លាក់នោះឃើញថាស្អាតមែនតើបងប្អូនទឹកធ្លាក់មានកម្ពស់ប្រហែលជា50ទៅ60ម៉ែត្រហើយធំនិយាយរួមថាធំមែនតើបងប្អូនទឹកធ្លាក់នឹងធំខ្ពស់មែនតើហើយគឺយើងប្រកបត្រួតមើលវ៉ាវលោកអើយនិយាយថាទេសភាពនឹងខៀវហើយនិយាយថាយរួមទៅអានឹងលក្ខណៈថាទឹកធ្លាក់ហ្នឹងគឺខាងតំបន់ថ្មបង់មាននៅកន្លែងនឹងមួយដែលស្អាតមែនតើបងប្អូនដែលខ្ញុំរកឃើញចៃដន្យដោយសារតែកាពិតខ្ញុំហ្នឹងថាមកហ្នឹងបបក់ត្រីលេងមួយលីតែប៉ុន្តែមកដល់ឃើញទឹកធ្លាក់អញ្ចឹងមានណាចាប់ក៏សម្រាប់ចិត្តជួលរបគេមកដេកបោះតង់នៅកន្លែងនេះបណ្ដោយបងហើយកន្លែងបោះតង់នេះវិញគឺចំប្លង់ដែលទឹកធ្លាក់ពីមុខស្អាតមែនតើបងប្អូនប្រូត្រានិងប្រូលីក៏រៀបចំបលឹងតង់ហើយខ្ញុំវិញក៏រៀបចំកាប់អស់រួយមេក៏រៀងរសៀលណាហើយយើងក៏នៅដាក់ម៉ងចងស្ទួយយើងក៏រៀបចំកាប់អស់ដើម្បីទុកឲ្យប្រូត្រានិងលីហើយមករបស់យើងដាក់តែមកភ្លាមបានភ្លាមបណ្ដោយបងប្អូនហើយខ្ញុំក៏ហកថាប្រូត្រាថាត្រីនឹងត្រីខ្ញុំបបក់បានហើយយើងក៏រៀបចំឲ្យមកលីកាត់ភ្លើងហើយខ្ញុំក៏រៀបចំដាក់ស្ទួយយកស្ទួយយើងទៅដាក់ហើយប្រូត្រាក៏រៀបចំលៀងអង្គដាំបាយហើយខ្ញុំព្រាបបងលីក៏អ៊ំបោទៅដាក់សន្ទូចនៅក្បែរទឹកធ្លាក់យើងក៏រៀបចំដាក់បដើច្រៀងលេងបដើមើលអាកាសធាតុបដើនិយាយថាស្រស់ស្រាយមែនតើបងប្អូនហើយសន្ទូចរបស់យើងគឺយើងមកដាក់ស្ទួយសានេះគឺយើងប្រើនុយចលេនមកនុយចលេននុយបាយយើងណាយើងក៏ដោតនៅស្ទួយក៏ដាក់ត្រាំរយៈពេល2-3ម៉ោងឬក៏យប់ទៅភ្លឺយើងទៅយើងក៏ដាក់ស្ទួចរួចក៏រៀងយប់ណាស់ហើយមើលក៏ប្រូត្រាក៏មុខរៀងហៅបាយហើយអង់គ្លីក៏រៀងហៅបាយម្លេចខ្ញុំក៏ហៅបាយដែរអញ្ចឹងក៏យើងរៀបចំ
TikTok ក៏ស្រស់មីហូបមួយបាយដោយសារតែត្រីខ្មាន់ដែលយើងដាក់បានមួយនឹងហូបមិនគ្រាន់ទេយើងក៏រៀបចំស្រស់មីហូបបាយក៏នៅទ្រពពោះដើម្បីកុំឲ្យឃ្លានព្រោះអីយើងទៅមើលមកមកទទួលពេលយប់យើងនឹងធ្វើម្ហូបត្រីយើងនឹងហូបបាយម្ដងទៀតអញ្ចឹងក៏យើងពងហូបបាយជុំគ្នាយើងក៏ដើមភ្លៀងក៏មកដល់យើងក៏ត្រងទឹកហូបទឹកភ្លៀងនិយាយរួមយើងមិនបាច់ទៅណាទេព្រោះតែមិនភ្លៀងអញ្ចឹងក៏ផឹកទឹកភ្លៀងនឹងបរយទៅវាអីទៀតក៏នាំគ្នាដាក់ខ្វេដាក់កៅដើម្បីកុំឲ្យងុយដេកព្រោះយើងមើលស្ទូចយប់រួចមកយើងក៏ចេញទៅមើលស្ទូចពីអង់គ្លេសហើយក៏គេថាស្ទូចយើងជាប់សុទ្ធតែត្រីឆ្លាំងពុកម៉ែបងប្អូនហើយទៅហើយខាងយើងនេះសបោត្រីឆ្លាំងមែនតើបងប្អូនដាក់មកតំណងដាក់ផ្កាយបានជ្រុំផ្កាយស្ទូចនងខ្ញុំ12ស្ទូចហើយជាប់ត្រីលឹងបាន9ត្រីអញ្ចឹង2ស្ទូចហ្នឹងគឺអត់នឹងគេថាទៅអស់នុយហើយរបស់យើងត្រីរបស់យើងវិញត្រីឆ្លាំងធំមែនតើបងប្អូនមានត្រីឆ្លាំងត្រីស្ជឹងហាទូចហ្នឹងយើងប្លែកវិញយើងយកតែធំយើងទៅមានណាងរីចាប់ដាក់យកថ្លឹងតុងជាចូលជិត2គីឡូដែរបងប្អូនហើយអញ្ចឹងក៏បដល់ឡើងនេះយើងចាប់ដើមលៀងត្រីបន្តិចហើយអង់គ្លីក៏ចាប់ដើមជួសត្រីដើម្បីធ្វើម្ហូបពីយប់ហើយត្រីរបស់យើងសុទ្ធខ្លាញ់សុទ្ធពងមកជាតិបដ ாய் បងប្អូននិយាយថាត្រីខែនេះសុទ្ធជាតិទៅចឹងហើយត្រីរបស់យើងនេះធ្វើពីកដាលទុកពីកដាលយើងត្រីយើងបំពងខ្លះអាំងខ្លះចឹងទៅបងប្អូនហើយក៏យើងរៀបចំធ្វើទឹកត្រីទឹកកុងទឹកត្រីកុងបំពេញយើងទៅនិយាយចឹងទៅហ្នឹងហើយទឹកត្រីកុងនិយាយរួមទៅញឹងសៀបដ ாய் ម្ហូបមកពេលនេះត្រីឆ្លាំងបំពងជាមួយទឹកត្រីកកបំពេញជាតិបដ ாய் នឹងខ្ញុំហូបបាយមកបន្តិចទេព្រោះអីអត់សូវហេបបាយព្រោះយើងហូបមីទៅរៀងច្រើនដល់ពេលអញ្ចឹងរីកក្នុងពោះនឹងហេបយើងក៏យើងរៀបចំគេទៅឲ្យអង់គ្លីខូចដ្រូនទៀតបងប្អូនយើងពីព្រឹកក៏បានមកដល់បើកតង់ខ្វាកសស្រ័យមែនតើបងប្អូនហើយមើលទៅទឹកធ្លាក់លងវ៉ោ100យប់បាញ់ភ្លៀងមកយប់ទៅទឹកធ្លាក់កាន់តែច្រើនទៅហើយក៏ប្រូត្រាក៏រៀបចំដាំបាយហើយក៏ប្រូត្រាមួយទៀតក៏ដុតត្រេនខ្ញុំក៏មើលក៏កាសធាតុមើលទៅទឹកធ្លាក់ពិតជាសោះសាយមែនតើបងប្អូនហើយជាប្រូត្រាក៏ញ៉ាំត្រេនដុតហើយខ្ញុំក៏ព្រះអង់គ្លីក៏រៀបចំទៅមើលមើលស្ទូចហើយបងលីក៏ចំទាញមើលមងជាប់ត្រីមានទាំងត្រីខ្យាវត្រីខ្លាំងត្រីកត្រប់ត្រីស្កាក្តាមយើងត្រីច្រើនប្រភេទមែនតើបងប្អូនហើយគឺថាដំបូងនេះហើយមងយើងដាក់ទៅម្ដាយត្រី1មងនេះជាប់3-4គីឡូត្រីសត្វត្រីហើយកន្លែងដាក់មងយើងអត់មានណាឆ្ងាយទេបងប្អូនដាក់តែកន្លែងទឹកធ្លាក់ហ្នឹងហ្មងកន្លែងទឹកធ្លាក់អញ្ចឹងដាក់អញ្ចឹងបានត្រីនៅកន្លែងហ្នឹងបណ្ដោយអែមមែនតើហើយត្រីជប់ស្ទូចយើងបានថតឲ្យបងប្អូនមើលទេបងប្អូនហើយយើងមកដល់កន្លែងយើងបោះតង់យកអង់គ្លីក៏រៀបចំចាក់ត្រីដែលត្រីជប់សន្ទូចបានប្រហែលជា5-6ត្រីដែរយើងក៏អង់គ្លីក៏រៀបចំដោះមងហើយត្រីខ្ចៅរបស់យើងនេះមួយប៉ុណ្ណឹងបងប្អូនមួយតង់ចិត្តកន្លះគីឡូហើយបងលីក៏រៀបចំធ្វើត្រីដើម្បីប្រឡាក់ខ្លះបំពងខ្លះជៀនខ្លះយ៉ាងទៅបងប្អូនដើម្បីធ្វើម្ហូបពេលព្រឹកលីក៏ធ្វើត្រីរួចនេះជាត្រីស្ជឹងជប់សន្ទូចយើងពីយប់ហើយយើងក៏រៀបចំភ្លើងប្រឡាក់ត្រីដើម្បីទុកឲ្យបងលីគាត់រៀបចំបំពងត្រីដើម្បីហូបពេលព្រឹកហើយការបំពងត្រីរបស់យើងគឺយើងប្រឡាក់តែរ៉ូឌីទេបងប្អូនដើម្បីជៀនវាស្រួយជីក៏ហមស្អាតជារួមទៅម្ហូបនេះគឺខ្ញុំចេញប្រឡាក់ស្អាតនេះគឺជៀនទៅហមស្អាតបណ្ដោយបងប្អូនហើយគឺទឹកត្រីកកុងទឹកត្រីអំពេញរបស់យើងគឺរសជាតិដដែលអញ្ចឹងរួចក៏យើងរៀបចំដួសបាយដួសសាច់ត្រីដើម្បីហូបបាយជុំគ្នាពេលព្រឹកបើបងប្អូនសួរថាឆ្ងាញ់អត់បងប្អូនមិនសួរទេហើយបងប្អូនចាំទៅមើលតែមាត់ខ្ញុំដឹងហើយនេះគឺឆ្ងាញ់បងប្អូនបាយត្រីជៀនជាមួយត្រសក់ហើយនឹងទឹកត្រីក៏កុងរបស់យើងប្រជាជាតិមែនតើបងប្អូនយើងក៏បាយរួយយើងក៏ដើរឡើងទៅលេងទឹកធ្លាក់ហើយគឺធ្លាក់របស់យើងទៅចិត្តឃើញថាធំស្រស់ស្អាតមែនតើបងប្អូនយូររួមទៅយើងឡើងដល់កន្លែងហ្នឹងហូយថាដឹងនិយាយប្រាប់បរិយាយគ្រប់ម៉ែបងប្អូនថាមិនទេនេះដឹងនិយាយអត់ត្រូវនិយាយអត់ដឹងនិយាយថាមិនអញ្ចឹងបើម៉ែបងប្អូនចង់មកមើលផ្ទាល់អញ្ចឹងខ្ញុំក៏អាចជួយមកបានអញ្ចឹងថាអូទឹកធ្លាក់អានេះខ្ញុំថត2x2អញ្ចឹងក៏យើងទៅដំណើរដើរមកកន្លែងគៀកទឹកធ្លាក់ហ្នឹងកន្លែងខាងលើកន្លែងថ្មហ្នឹងមួយអង់គ្លីហ្នឹងអូយទៅលឹងស្រាវបងកន្លែងភាសាថាយើងលូតទៅអូអែមរហែអង់គ្លីទៅថតខ្ញុំប្រែងថ្ងៃណាលេងអូទេនិយាយថាបងប្អូនអើយនិយាយថាបើបងប្អូនចាំដើរលេងបងប្អូនឃើញថាក្នុងទូរស័ព្ទអញ្ចឹងតែបងប្អូនតែបើមើលនៅក្រៅវិញអូវិជាតិមែនតើបងប្អូនហើយកន្លែងហ្នឹងវិញធំទលាយមែនតើបងប្អូនហើយអង់គ្លីវិញទៅដើរតាម culture នេះមកខ្ញុំស្រួលចង្អប់ហើយ culture ឃើញអញ្ចឹងដែរ culture ធំហើយខ្ពស់ទៀតនិយាយពីស្មៅដុសជុំវិញតែកន្លែងយើងបោះតង់កន្លែងទឹកធ្លាក់នឹងនិយាយទៅលួសខៀវខ្ចីស្អាតមែនតើបងប្អូនបើសិនជាដ្រូនអង់គ្លីអត់ខូចអត់ធ្លាក់ទឹកខូចនិយាយរួមថាបោះដ្រូនទៅពិតជាស្អាតមែនតើបងប្អូននេះបើតែទឹកឡើងទឹកធ្លាក់នឹងថ្លាយូថ្លាទៅជាកន្លែងខ្ញុំប្រែងលីមើលភ្ញាក់បោះក្ដុងគេមកចុចGoProគេបោះក្ដុងទៅភ្ញាក់សាហាវជួយនេះហើយដល់កន្លែងនេះវិញច្រៀងលេង
ច្រៀងលេងឲ្យព្រោះតាលេងចាននេះឆ្នាំខ្ញុំអត់ជួយលេងចាននេះឆ្នាំតែខ្ញុំច្រៀងលេងសបាយអូដល់ក៏អញ្ចឹងនិយាយថាងាយបានមកទេព្រោះវារៀងឆ្ងាយដែរហើយណាមួយវាបាក់រឿងផ្លូវតិចហើយណាមួយទៀតគឺឧបរយើងក៏មិនងាយបានឧបរឬក៏ទូកនឹងឆ្លងទេអញ្ចឹងវាលោកខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងអរគុណច្រើនសម្រាប់ការតាមដានវាលោកខ្ញុំក៏ឡងមកតាមដានវាលោកខ្ញុំនៅវាលោកក្រោយទៀតអរគុណ